សួស្តីបងប្អូនទាំងអស់គ្នាដែលសិក្សានៅក្នុងថ្នាក់ទី4អញ្ចឹងយើងមានចំនួន367គុណនឹង37អញ្ចឹងបងប្អូនត្រូវចេះមេ7និងត្រូវចេះមេ3តោះឥឡូវយើងចាប់ដើមចាប់ពីខ្ទង់រាយទៅមុនណាផ្នែកខាងក្រោម7 ដង45 4ណា7 ដង45 4សេលេខ9ត្រាទុក4តោះគុណទូខាងនេះម្ដង7 6 ដង42បូក4 45 1សេលេខ6ត្រាទុក4ណាត្រានៅក្រៅចឹងមកហើយចាំបូក7 3 ដង21 21បូក4 25បាទ21បូក4 25ចូលដល់ទូទី2តោះ7 3 ដង21យើងអាចសូន7 3 ដង21ក៏បាន3 7 ដង21ក៏បានមេគុណដូចគ្នាបាទតោះ7 3 ដង21អញ្ចឹងសេលេខ1ត្រាទុក2ណាខ្ញុំបញ្ជាក់ម្ដងទៀតគឺរាយ10ខ្ទង់10គឺយើងចុះមកទូណាផ្នែកខាងក្រោមអត់សេចំនេះទេណាតោះ7 3 ដង21សេលេខ1ត្រាទុក2 6 3 ដង18 18បូក2 20សេលេខ0ត្រាទុក2 3 3 ដង9 9បូក2 10 1បាទអញ្ចឹងយើងសរសេរលេខ10 1បន្ទាប់មកយើងធ្វើប្រមាណវិធីបូកអញ្ចឹងកន្លែងណាត្រាទុកយើងលុបមកតោះ9ទុំលាក់6បូក1ទៅជា5 2បាទ0បូក5ទៅជា5 2បូក1ទៅជា3ចំណែក1នេះយើងទុំលាក់ឥឡូវយើងឃើញយើងបានចម្លើយ 13575 4